សួស្តីថ្ងៃនេះយើងសិក្សាទៅលើ for in ឬក៏ for up ដែលជា loop មួយរបស់ JavaScript ចឹងនៅក្នុងវីដេអូខាងមុខយើងនឹងសិក្សាទៅលើ basic concept និងខ្ញុំទៅ explain វាធួទៅបន្តមកទៀតយើងទៅ demo ឬក៏អនុវត្ត code ដែលទាក់ទងនឹងមេរៀនរបស់យើងសម្រាប់ for in នៅក្នុងកន្លែងនេះឬក៏យើងហៅថា for in statement អានេះគឺជា syntax ដែលយើងនិយាយខ្លីទៅតាមរយៈsyntax មួយ block នេះឬក៏និយមន័យមួយ block នេះគឺបង្ហាញថាយើងប្រើប្រាស់ for in នៅក្នុង object អានេះគឺជាការអនុវត្ត code របស់ឧទាហរណ៍មួយដែលយើងប្រើ for in ចឹងតើតើនៅក្នុង array ចឹងយើងក៏អាចប្រើប្រាស់ for in នៅក្នុង array ដែរប៉ុន្តែជាការ recommend គឺគេឲ្យប្រើអីគេប្រើ for up វិញចឹងយើងមកមើល for up មកយើងប្រើប្រាស់ for up សម្រាប់លោកវានៅក្នុង Eltering គឺដែលយើងផ្ដោតទៅលើ editable object ដែលមានដូចអីគេដែលមាន arrays មាន maps មាន set និងមាន argument object ឬក៏ so on កន្លែងនេះចឹងយើងនិយាយខ្លីមកក្រៅពី object យើងអាចប្រើប្រាស់លោកនៅក្នុងជាមួយនឹង for up បានដែរអានេះជា syntax ដែលយើងមាន for អានេះគឺជា variable ទេអានេះយើងទុកទៅដែរEditable នេះគឺវាអាចជា array ជា map ឬក៏ជា set អញ្ចឹងមកអានេះគឺជា statement ចឹងយើងអាចមាន array មួយកន្លែងនេះចឹងយើងមកមើលការបញ្យល់ទៅបើសិនជាយើងប្រើ for in នេះបើសិនជាយើងប្រើ for in យើងអាចលុបបាន add កន្លែងនេះគឺយើង add full ចូលតម្លៃវាអីគេ hello ចឹងនៅពេលដែលខ្ញុំ print អានេះគឺ0 1 2 3ចឹងនៅពេលដែលយើងប្រើ log for in គឺវា log ចេញតម្លៃគេទៅ value ទេនេះដោយសារតែ key របស់វាគឺវាចេញតម្លៃ key កន្លែងនេះមកប៉ុន្តែនៅក្នុងនេះបើសិនជាយើងប្រើ for up វិញគឺយើង log ចេញតម្លៃថាអីគេប៉ុណ្្នេះទេចឹងតើតើ block មក code block នេះមានន័យថាយើងអាចប្រើ for up ឬក៏ for in ដែល log នៅក្នុង object ដែលយើងប្រើអីគេ destructive ឬក៏យើងប្រើ object interact វាចេញមកនៅក្នុងនេះចឹងយើងអាចអានេះគឺជា key របស់វាមួយនេះអានេះគឺជា value សម្រាប់តើតង key ឬក៏ value អានឹងយើងនឹងរៀននៅវីដេអូខាងមុខតើតងមេរៀន object របស់ JavaScript ចឹងមកតើតងខ្ញុំបង្ហាញមកហ្នឹងគឺជាការបញ្យល់ដែលខ្ញុំផ្ដោតទៅលើ Mozillaចឹងខ្ញុំចូលក្នុងមកបន្ទាត់ខាងក្រោមនេះទៅដែលខ្ញុំឲ្យ ChatGPT វា generate ឬក៏ខ្ញុំវាយ proof នៅមួយដែលខ្ញុំចង់ឲ្យវាបង្ហាញតទៅនឹង for in ហើយនឹង for up របស់លោក JS ចឹងដោយតែយើងបានបញ្យល់មុននោះដែរគឺតទៅលោក for in គឺយើងប្រើទៅលើគេ object property ដែលមាន key នៅក្នុងនេះក៏គេបាន recommend គេមិន recommend ឲ្យយើងប្រើប្រាស់អីគេ for in នៅក្នុង array ទេជាងយើងចូលមួយទៀតតទៅ for up នៅក្នុងនេះ for up ដូចជាខ្ញុំបានបញ្យល់មុននឹងហើយដែលយើងផ្ដោតទៅលើ array string map ឬក៏ set ឬក៏ editable object របស់ JS ចឹងមកចឹងនៅពេលដែលខ្ញុំ print នេះមកគឺខ្ញុំទទួលបាន output ខាងក្រោមនេះចឹងយើងមើលមកភាពខុសគ្នាមកដែលវាសង្ខេបឲ្យយើងតើតើបើសិនជាយើងប្រើ for in នៅក្នុង object គឺតើតើ key ឬក៏មាន index អានេះយើងផ្ដោតទៅលើគេ object ឬក៏យើងប្រើ for up គឺយើងលោកតើតើ value ដែលមាន array ឬក៏ string ចឹងមកចំពោះ array use យើងអត់ប្រើអីគេ for in ទេតែយើងប្រើអីគេ for up ចំពោះ return គឺយើងអាច return index ឬក៏ key សម្រាប់ for in បើ value គឺទៅលើអីគេ for up ចឹងមកបាទសូមអរគុណ